แนะนำปีกระทรวงពាណិជ្ជកម្មថាទោះបីតម្លៃប្រេងលក់រាយឡើងជាបន្តបន្ទាប់ក៏ដោយប៉ុន្តែនឹងមិនឡើងដល់ 8,000 រៀលទេលោកប៉ែនសូវៀជាតិបានថ្លែងថាបើទោះបីជាតម្លៃប្រេងលក់រាយឡើងជាបន្តបន្ទាប់ក៏ដោយប៉ុន្តែនឹងមិនឡើងដល់តម្លៃ 8,000 រៀលដោយកាលពីប៉ុន្មានឆ្នាំមុននោះទេអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងបែបនេះក្នុងឱកាសផ្ដល់បទសម្ភាសន៍ជូនវិទ្យុជាតិកម្ពុជានៅថ្ងៃទី 17 ខែមីនា ឆ្នាំ 2026 នេះក្នុងឱកាសនេះដែរលោកប៉ែនសូវៀជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងថាក្នុងពេលបច្ចុប្បន្នតម្លៃសាំងបានហក់ឡើងថ្លៃនៅទូទាំងសកលលោករួមទាំងកម្ពុជាផងដែរប៉ុន្តែប្រជាពលរដ្ឋខ្មែរបានចូលរួមប្រើប្រាស់ដោយសន្សំសំចៃដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរៀងៗខ្លួនជាមួយនឹងសន្ទុះនៃតម្លៃសាំងឡើងជាហូរហែនេះអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូបញ្ជាក់ថាប៉ុន្តែខ្ញុំសូមជម្រាបជូនមួយជាការកត់សម្គាល់ថាតម្លៃសាំងពេលនេះមិនទាន់ឡើងដល់ប្រមាណឆ្នាំមុនដែលឡើងដល់ 8,000 រៀលទេសូមបងប្អូនមេត្តាអធ្យាស្រ័យហើយក៏សូមសរសើរនៅស្មារតីបងប្អូនចូលរួមសន្សំសំចៃតាមរយៈការប្រើម៉ូតូអាគុយឡានអាគុយឬកាត់បន្ថយធ្វើដំណើរឆ្ងាយៗដែលមិនចាំបាច់នេះគឺជារឿងល្អបំផុតនៅក្នុងកលៈទេសៈដែលយើងជួបការលំបាកបែបនេះជាមួយគ្នានេះលោកប៉ែនសូវៀជាតិក៏បានដឹងដែរថាដោយសារតម្លៃប្រែប្រួលមិនទៀងទាត់ទើបបានជាក្រសួងលើកលែងការគណនាពី10ថ្ងៃមកត្រឹម3ថ្ងៃវិញដើម្បីដើរឲ្យទាន់សភាពការក្រោយផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាលោកប៉ែនសូវៀជាតិអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានពន្យល់ថាការគណនាតម្លៃប្រេងលក់រាយពី10ថ្ងៃមក3ថ្ងៃវិញនេះដើម្បីផ្ដល់លទ្ធភាពទៅម្ចាស់ស្ថានីយ៍ប្រេងលក់រាយឬក្រុមហ៊ុននាំចូលមានលទ្ធភាពលក់ផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋបានជាប្រក្រតីប៉ុន្តែទោះបីជាយ៉ាងណាលោកក៏បានកោតសរសើរដល់ម្ចាស់ស្ថានីយ៍លក់ប្រេងនានាដែលបានស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលចំពោះការមិនដំឡើងតម្លៃប្រេងខ្ពស់ហួសពីសមត្ថភាពរបស់ប្រជាពលរដ្ឋសូមជម្រាបថាសម្រាប់ថ្ងៃទី 17 ខែមីនា ឆ្នាំ 2026 គឺប្រេងសាំងធម្មតាមានតម្លៃ 5,500 រៀលក្នុង1លីត្រនិងប្រេងម៉ាស៊ូតមានតម្លៃ 6,550 រៀលក្នុង1លីត្រ